mình anh đang tăng đôi khmai là ngày đi tăng đôi khmai cắt tháo về khô cái này tật con là ngày nó nâng về cho con tăng hơi đôi cái này là ngày cá bấy lúa đi tháp về là nâng về pra cái này mau from palchiang này về sát sinh út chấm ba chẳng về ju về chop cái này này về mau pi sát sinh út chấm ba sinh út đầy răng chẳng nghe mau pi anh chẳng à vậy lúa tao bà tập bè cái prap này ngay về sát sinh út chấm ba cái tha về nào khí chay này khí chay này thấy nè mà bây giờ về machine về cho apa này khí chay जैसे सुखलो नहीं बखम ना भाई सुबह टाइम है ना ये करे वजह से के था ना खिंचाई है हम था खिंचाई को डाल है नो पेल प्रग वे और सिंगुट आई रंग चंगे चंगी था वे चरोट पी गलाइन ने चोल खलोन डल गलाइन ने फिर डल गलाइन ने बन चोल खलोन ने वे बन क्रप मशीन लांग जो तव खंगला लांग जो तव खंगला बन पी खंग ने म आई थिंक lang jo tàu lo cái ni cái anh miền cái mua ấyเป็นกันanhเป็นใช่ป่ะจึงปีขังกันแน่ยังไงดาคลนระตีรุ่ยนึงอะไรนี่ชอจามยังไงอะไรนี่เกี่ยวชอจามตรักตัดตู้จมูกให้ระตีรุ่ยนึงเป็นอันนี้เป็นหาวยังไงอันนั้นดำสระสไลด์จ้านะบัสันเจียเป็นดัลมาซินอัฐจำในสกุลเป็นอันนั้นดังแต่รอเหมือนแต่นั้นดำสระวิจารจ้านี่บานจำในจ้านะดามแต่ดามบาดบางคนเราชมนิเจเรียงดำไลมาซินเนี่ยเวดำไลมาซินจอดสระนี้โอเคท่าเมียนใบมันดอลลาร์บุญมันดอลลาร์จังไงเกลอยบงมาชนะไหมมาชนะไปให้ปีปอนดอลลาร์จังเกมาชนะบงปีปอนดอลลาร์แต่งบงมาชนะไหมไอ้จังยี่ทำเมียนใบมันก็เมียนบุญมันก็เมียนจังยี่ทำบัสันจิตแต่งบุญมันเมียนรอเชียงนังเตี้ยจังไงไอ้อันนั้นหายใบมันไอ้จังบงมาชนะปีปอนดอลลาร์ไอ้บงมาชนะตะมดงมาปีไอ้เกดิสาแต่เว
រស់ស៊ីជាមួយអាហ្នឹងមួយឆ្នាំបានតែ2ដងម្ដងច្រត់ស្រូវស្រែម្ដងច្រត់ស្រូវស្លីខែ10ខែ11ឬក៏ខែ11 12វាច្រត់ស្រូវស្រែខែ4វាច្រត់ស្រូវស្លីហ្នឹងហើយអញ្ចឹងគេរស់ស៊ីជាមួយអាហ្នឹងវាបានមួយឆ្នាំ2ដងណាអញ្ចឹងគេបងមួយឆ្នាំតែម្ដងណាអញ្ចឹងវាចឹងនិយាយថារលុយបានបងលុយអាថ្លៃម៉ាស៊ីនផងចឹងគេណារស់ស៊ីបានមួយខែបងមួយឆ្នាំតែ2ដងហ្នឹងឯងបាទបងប្អូនអាហ្នឹងច្រត់រូចហាហើយ tractor នេះដល់កាត់ម៉ាស៊ីនហានេះឥឡូវខ្ញុំឲ្យឃើញពេលចូលក្របស្រូវស្លីខ្លួនរទ្ធីរួយនៅហ្នឹងឯងបាទបងប្អូនឥឡូវគេម៉ាស៊ីនទៅខាង tractor ហ្នឹងឯងគេច្រត់ឲ្យរួចហើយ tractor គាត់ចាស់ដែរចាស់យូរឆ្នាំហើយខ្ញុំអាយុ28ឆ្នាំហើយខ្ញុំឃើញ tractor ពីក្មេងហ្នឹងឯងឥឡូវ28ឆ្នាំទៅជុកពុនមុនគូកណាត់ខ្ញុំហ្នឹង tractor ហ្នឹងចាស់ហ្នឹងបាត់ហ្នឹងប្រហែលឆ្នាំនេះឥឡូវគេពីខាងធុងចេញមកស្រូវស្លីវាចេះនេះដូចខ្មែរហ្នឹងឯងប៉ុន្តែខ្មែរគេឃើញដាក់ខ្លួនក្រងវាដូចគ្នាវាដូចខ្មែរហ្នឹងឯងប៉ុន្តែខ្មែរគេដាក់ខ្លួនក្រងហ្នឹងហ្នឹងគេរៀនហ្នឹងគេយកទៅមុនដំបងគេដាក់ខ្លួនរទ្ធីរួយវាដឹកយកទៅផ្ទះទុកចោលនៅផ្ទះស្ងួតនេះធុងហ្នឹងឯងចឹងពីធុងចឹងហ្នឹងឯងចឹងពីធុងចឹងហើយចូលក្នុងស៊ីយ៉ូពីក្នុងស៊ីយ៉ូចឹងមកដាក់ចូលខ្លួនរទ្ធីរួយនេះវាចឹងហ្នឹងឯងបងប្អូនប្រហែលបានមើលរទ្ធីរួយហ្នឹងចិត្តពេញហាចឹងហើយលើគេថាវាតិចទៀតច្រត់ទៀតគាត់មានដីមួយទៀតចប់នេះអស់លេងបាទបងប្អូនឃើញមនុស្សខ្លះនៅនឹងគេរផ្លែនឹងផ្លែស្រូវស្លីហ្នឹងពេលម៉ាស៊ីនវាច្រត់ជ្រុះខ្លាអត់ចូលខ្លួនម៉ាស៊ីនអញ្ចឹងគេរយកខ្លាគេអត់មានដីអញ្ចឹងគេរអញ្ចឹងវារបានក្រាន់ដែរបងប្អូនរបានក្រាន់ដែរច្រើនហ្នឹងហើយបាទបងប្អូនឥឡូវខ្ញុំប្រាប់រឿងគេច្រត់ដីមិត្តដីមួយហិកតាវាច្រត់7000ហ្នឹងហើយថ្លៃច្រត់វា7000លុយរូពីស្មើលុយខ្មែរប្រហែលវា35ម៉ឺនរៀលអី30ម៉ឺនទូ35ម៉ឺនត្រឹម35ម៉ឺនរៀលហ្នឹងហើយហើយឥឡូវខ្ញុំទៅផ្ទះវាណាចឹងណាយចាគេស៊ូខ្លួនឯងក៏នៅអត់បានច្រត់មែនប៉ុន្តែដីស្រែខ្ញុំវាច្រត់បាន 4-5 ថ្ងៃមុនហើយវាច្រត់ពេលយប់ពេលហ្នឹងខ្ញុំនេះដេកប៉ុន្តែគេម្ចាស់ម៉ាស៊ីនគេច្រត់ផ្ញើតាមដឹករទ្ធីរួយផ្ញើតាមត្រឹកត្រាវាផ្ញើនៅផ្ទះបាត់ពេលដល់ផ្ទះឃើញពេលដល់ផ្ទះគេហៅហ្នឹងហើយដល់ស្រូវហាអញ្ចឹងដល់ស្រូវស្លីហាអញ្ចឹងដឹកយកដាក់ខ្លួនបន្ទប់អញ្ចឹងហ្នឹងហើយអូខេបាយជួយ share វីដេអូខ្ញុំផងជួយ like comment share ផងបាទ